ធ្វើមិនធ្វើវីដេអូឲ្យគេຕົកចិត្តធ្វើអីគួយអត់ដឹងថាស្ដាយតបមកគេថាម៉េចគេខមមិនសួរគេហែងមើលគេខមមិនសួរថាធ្វើមិនធ្វើវីដេអូឲ្យគេຕົកចិត្តហើយរហងៃហ្នឹងឲ្យអញរស់ស៊ីអត់តែជិនຕົកចិត្តដោយសារអីគេខមមិនថាចង់ធ្វើវីដេអូដូចបងដែរប៉ុន្តែអត់ដឹងថាធ្វើវីដេអូមិនឲ្យបានល្អហើយឲ្យគេຕົកចិត្តបានហើយយើងរស់ស៊ីហ្នឹងគេຕົកចិត្តដោយសារអីចិត្តយើងទៅស្នាដៃរបស់យើងទេស្នាដៃរបស់យើងល្អការគ្រប់គ្រងរបស់ភ្ញៀវក៏តាមនឹងដែរក៏ជឿជាក់ទៅតាមនឹងដែរសំដីដុកទ័រ smartphone ឥឡូវខ្ញុំផ្ដល់យោបល់មួយដូចយើងទៅលក់ដូចយើងទៅទិញរបស់គេហូបអញ្ចឹងណាឬក៏យើងទិញឲ្យបានអនឡាញឲ្យបានយើងដឹងថាเพจហ្នឹងអ្នកលក់ឬឃើញเพจហ្នឹង live លក់ឬក៏ផុសលក់យើងទិញយើងសាររបស់ទិញក្នុងការទិញអញ្ចឹងយើងទិញម្ដងយកមកអូរបស់គេเป็นល្អមែនអញ្ចឹងយើងជឿជាក់ឲ្យហើយដល់ក្រោយយើងអាចទៅទិញម្ដងទៀតដែរអញ្ចឹងការរកស៊ីដើម្បីឲ្យគេຕົកចិត្តបានណាតតែយើងទី1មានការប្រម៉ូទយើងល្អហើយអីហើយអតិផលិតផលយើងល្អហើយទី2មានអតិថិជនមានទំនុកចិត្តហើយយើងមានទំនួលខុសត្រូវហើយណាយើងរស់ស៊ីបើសិនលទ្ធផលយើងល្អហើយតែយើងអត់ចេះប្រម៉ូទក៏វាដើរទៅមុខយឺតដែរហើយបើសិនយើងចេះប្រម៉ូទហើយវាដើរទៅមុខលឿនហើយជឿជាក់ឲ្យថាការប្រម៉ូទទៅលើ social media វាឆាប់ទុំប៉ុន្តែរឿងធ្វើវីដេអូឲ្យគេຕົកចិត្តឲ្យគេជឿជាក់ហ្នឹងខ្ញុំក៏ធ្លាប់គិតដែរហើយខ្ញុំគិតទៅលើប្រយោជន៍ទៀតថាធ្វើម៉េចឲ្យបានប្រយោជន៍ដល់តែមានប្រយោជន៍ច្រើនទៅអាចប្រម៉ូទផលិតផលយើងបានព្រោះអីខ្ញុំពីមុនក៏លក់ផលិតផលដែរហើយនៅពេលដែលខ្ញុំងាកមកធ្វើវីដេអូតាក់ទងនឹងអាជីវកម្មប្តីខ្ញុំហ្នឹងហើយដើម្បីឲ្យគេຕົកចិត្តយើងបានណាតើយើងមានទំនួលខុសត្រូវចំពោះអតិថិជនផងដែរហើយទំនួលខុសត្រូវហ្នឹងមិនវិញដូចជាយើងទិញខោអាវគេឧទាហរណ៍យើងទិញអនឡាញហើយផលិតផលហ្នឹងគេថាវាល្អហើយអញ្ចឹងយើងជឿជាក់ហើយនៅពេលដែលយកមកល្អមែនអញ្ចឹងលើកទី1យើងទិញគេហើយលើកក៏មានលើកទី2ដែរហើយបើសិនជាយើងលក់ផលិតផលហើយយើងថាល្អតែយកមកឃើញអត់ល្អយើងទិញបានតែម្ដងឯងអញ្ចឹងដូចជាលក់ចំណីអាហារអញ្ចឹងណាឆ្ងាញ់ណាស់ប៉ុន្តែការដែលយើងប្រម៉ូទហ្នឹងគឺជារឿងមួយហើយទី2អនាម័យបើសិនយើងធ្វើលក់អត់មានអនាម័យក៏គេមិនសូវចង់ញ៉ាំដែរត្រូវអត់យើងការប្រម៉ូទយើងខំប្រម៉ូទខំផ្សព្វផ្សាយប៉ុន្តែផលិតផលយើងចំណីអាហារយើងអត់ឆ្ងាញ់អញ្ចឹងគេទិញតែម្ដងឯងហើយគេមកតែម្ដងគេឡើងຕົកចិត្តគេឡើងមកទៀតហើយឬយើងតាមគ្នាតាពីមាត់មួយទៅមាត់មួយតើពីបានធ្វើវីដេអូហើយបងប្អូនមានចំនួនក្រោយបាន comment សួរក៏ដូចឆាតសួរខ្ញុំថាធ្វើម៉េចឲ្យមានជំនឿចិត្តនៅក្នុងការធ្វើវីដេអូប្រម៉ូទផលិតផលខ្លួនឯងខ្ញុំក៏អត់មានជំនឿចិត្តដែរដំបូងដោយសារតែខ្ញុំចេះតែលក់ផលិតផលហើយបម្រើសេវាជួសជុលអីចឹងខ្ញុំក៏អត់មានជំនឿចិត្តថានឹងមានអតិថិជនមកដែរតែនៅពេលដែលខ្ញុំធ្វើទៅវាបានផលការដែលយើងប្រម៉ូទទៅវាជំរុញឲ្យយើងធ្វើបានអតិថិជនថែមទៀតទី1យើងធ្វើឲ្យគេមានទំនុកចិត្តហើយទាំងតម្លៃទាំងគុណភាពគេជឿជាក់បាន